ស្ដីដល់គ្នាស្វាគមន៍ត្រឡប់មកវិញមកកាន់វីដេអូសម័យរឿងរបស់ខ្ញុំទៀតហើយតែមុននឹងឈានចូលទៅដល់វីដេអូសង្ឃឹមដល់អ្នកទាំងអស់គ្នាកុំភ្លេចជួយ Subscribe ឲ្យ Channel របស់ខ្ញុំម្នាក់មួយផងបន្ទាប់ពីសាមាព្យាយាមទៅរករឿងគ្រីស៊ីម៉ាមិនបានសម្រេចនឹងក៏ត្រូវមេរបស់គាត់ក៏អូនឡើងវិញថាយីអាប៉ែនេះអត់ប្រយោជន៍មែនណាចង់ឲ្យគ្រួសារទាំងពីរឆ្លោះគ្នាមែនហើយពួកគេក៏បានចេញដំណើរបាត់ទៅក្រោយពីពួកគេបានចាក់ចេញអស់យើងបានឃើញថាដូចជាមានបរិមម្នាក់កំពុងតែតាមដានគ្រីស៊ីម៉ាផងដែរប៉ុន្តែយើងមិនទាន់ដឹងថាជាណាគេឡើយនៅជាបន្ទាប់យើងបានឃើញថាស៊ូគីហារ៉ាពេលនេះក៏កំពុងតែទៅជួបជាមួយនឹងបរិមម្នាក់ដែលមានឈ្មោះថា President Kono ដោយពួកគេនឹងនិយាយអំពីការងារមួយចំនួននៅពេលនោះផងដែរមុននឹងចូលជួបស៊ូគីហារ៉ាក៏បានទៅប្រាប់គ្រីស៊ីម៉ាអំពីការងារមួយនេះផងដែរតាមពិតទៅបរិះដែលបានតាមដានគ្រីស៊ីម៉ាអំបញ្ញមិញគឺជាកូនចៅរបស់លោក President Kono នឹងឯងតាមពិតថ្ងៃនេះស៊ូគីហារ៉ាគ្រាន់តែមកជំនួសគ្រីស៊ីម៉ាតែប៉ុន្តែសារតែគ្រីស៊ីម៉ាគឺគាត់រវល់ពេកហើយមូលហេតុដែលកូនចៅរបស់ President Kono ទៅតាមដានគ្រីស៊ីម៉ាដោយសារតែគាត់គឺមិនបានទៅណាត់ជួបជាមួយនឹង Kono នោះទេដោយសារតែស៊ូគីហារ៉ាជាអ្នកទៅអញ្ចឹង President Kono ហាក់បីដូចជាមិនសូវខ្លាចប្រាក់ Yakuza Sakuragi នោះឡើយដោយគាត់និយាយការងារនឹងគឺវល់មែនតែនក្រោយមកគាត់ក៏បានឲ្យមើលកិច្ចព្រមព្រៀងរបស់ពួកគេស៊ូគីហារ៉ាយល់ថាកិច្ចព្រមព្រៀងមួយនេះគឺមិនពេញលេញនោះឡើយមានចំណុចខ្វះខាតនឹងគឺច្រើនខ្លាំងមែនតែនអញ្ចឹងហើយគឺគាត់ចង់ឲ្យ President Kono នឹងធ្វើការបំពេញទៅលើកិច្ចព្រមព្រៀងមួយចំនួននៅពេលនោះបន្ទាប់ពីកើតមួយសន្ទុះ President Kono ក៏បានហុចកិច្ចព្រមព្រៀងថ្មីមួយឲ្យមកកាន់គាត់ក្រោយបានឃើញកិច្ចព្រមព្រៀងមួយនេះស៊ូគីហារ៉ាក៏បានចាប់ដៃហើយនឹងទទួលយកកិច្ចព្រមព្រៀងមួយនេះផងដែរប៉ុន្តែមិនយូរប៉ុន្មានស៊ូគីហារ៉ាក៏បាននិយាយការពិតថាគាត់មិនចង់សហការជាមួយនឹង President Kono នោះទេដោយសារតែគាត់បានដឹងថា President Kono នឹងគឺពុករលួយខ្លាំងមែនតែនដោយគាត់កែងទៅធ្វើបាបទៅកាន់ប្រជាជនដែលនៅក្នុងតំបន់មួយនេះតែងតែយកដីធ្លីរបស់ពួកគេ President Kono ដោយសារតែឃើញស៊ូគីហារ៉ានឹងជាកាជះគេអញ្ចឹងគាត់ពិតជាខឹងមែនតែនដែលហ៊ានបន្តវ៉ាជាមួយនឹងគាត់ស៊ូគីហារ៉ានឹងគឺមិនមែនជាគ្រីស៊ីម៉ានោះទេអញ្ចឹងហើយកុំធ្វើខ្លួនកែងកាងខ្លាំងពេកស៊ូគីហារ៉ាខឹងខ្លាំងណាស់គាត់ក៏បានខ្ទប់ក្បាលរបស់ President Kono ទប់ទៅកាន់តុឡើងប្រេះតុតែម្ដងហើយក៏បាននិយាយថាឲ្យ President Kono នឹងសុំទោសគាត់មកគាត់នឹងដល់លែង President Kono នឹងជាមិនខានប៉ុន្តែអាប៉ែនឹងគឺឌឺខ្លាំងណាស់មិនសុំទោសនោះទេថែមទាំងនិយាយឌឺទៀតផងអញ្ចឹងហើយគាត់ទុកចាំកាលទៀតដាក់ប្រហើយទៅគាត់ក៏បានវាយទៅកាន់ President Kono នឹងឡើងទួសាច់មកគាត់ក៏បានជិះឡានត្រឡប់ទៅកាន់ផ្ទះរបស់គាត់វិញទៅដែលបាននាំយក President Kono ដែលទៅរបស់យ៉ាងធូរនឹងមកជាមួយផងដែរនៅតាមផ្លូវស៊ូគីហារ៉ាបាននឹកសម័យពីអតីតកាលរបស់គាត់មុននឹងគាត់បានជិះជើងចូលមកកាន់បាក់ Yakuza Sakuragi ប្រាប់ទៅកាន់អ្នកបើកបរឡានម្នាក់ដែលគាត់បាននិយាយថាអតីតកាលរបស់គាត់គឺជាមនុស្សដែលប្រាជ័យខ្លាំងមែនតែននិងជាបុគ្គលដែលអត់ប្រយោជន៍ខ្លាំងកាលពីមុនគាត់នឹងមិត្តភក្តិរបស់គាត់ម្នាក់ធ្លាប់ចូលទៅលួចវត្ថុបុរាណនៅក្នុងហាងមួយដែលវត្ថុបុរាណហ្នឹងគឺពិតជាមានតម្លៃខ្លាំងមែនតែនហើយគាត់តែងតែទៅសើបអំពីហាងវត្ថុបុរាណមួយនោះដើម្បីតាមលួចវត្ថុបុរាណផ្សេងទៀតប៉ុន្តែនៅថ្ងៃមួយនៅពេលដែលគាត់ទៅសើបរកមើលវត្ថុបុរាណផ្សេងទៀតគាត់បានជួបជាមួយនឹងបុរសម្នាក់ដែលជាគ្រីស៊ីម៉ានឹងឯងគ្រីស៊ីម៉ាគ្រាន់តែស៊ូគីហារ៉ាចូលទៅដល់គាត់ដឹងភ្លាមថាពេលហ្នឹងគឺជាចោលហើយក៏បាននិយាយថាគ្មានក្មេងណាដែលដើរមើលវត្ថុបុរាណបែបហ្នឹងទេភាគច្រើននៅក្នុងហាងមួយនោះគឺសិតតែចាស់ហើយគាត់ក៏សង្កល់ឃើញថាស៊ូគីហារ៉ាហ្នឹងគឺប្លែកខ្លាំងមែនតើក្រោយទៅគេចាប់បានអញ្ចឹងស៊ូគីហារ៉ាភ័យខ្លាំងមែនតើហើយស៊ូគីហារ៉ាគាត់បាននិយាយទៀតថាជីវិតរបស់គាត់គឺបរាជ័យខ្លាំងណាស់តែបន្ទាប់ពីបានជួបគ្រីស៊ីម៉ាមកដែលជំនាញរបស់គាត់ចាប់ផ្ដើមមានជាពិសេសគឺជំនាញផ្នែកលក់ធ្វើឲ្យមនុស្សជុំវិញខ្លួនគាត់សើមែនតែននិងជំនាញមួយទៀតដែលគេហៅថាជំនាញឆុងតែប៉ុន្តែគ្រួសាររបស់គាត់យល់ថាជំនាញនេះគឺមិនស័ក្តិសមជាមួយនឹងគាត់នោះទេអញ្ចឹងហើយក៏មិនឲ្យគាត់ធ្វើការងារមួយនេះផងដែរនៅថ្ងៃមួយស៊ូគីហារ៉ាបានឆុងតែមួយប៉ែងឲ្យទៅកាន់គ្រីស៊ីម៉ាហូក៏បានសរសើរយ៉ាងខ្លាំងចំពោះទឹកដីឆុងតែរបស់ស៊ូគីហារ៉ាថាការឆុងតែរបស់គាត់គឺពិតជាអស្ចារ្យមែនតើនៅពេលនោះស៊ូគីហារ៉ាក៏យល់ថាគ្មានណាគេឡើយដោយគ្រីស៊ីម៉ាដែលតែងតែសរសើរគាត់អញ្ចឹងនោះឡើយគាត់ក៏បានលុចជង្គង់ចង់សុំគ្រីស៊ីម៉ានឹងដើរតាមឬធ្វើជាកូនចៅអញ្ចឹងទៅជាការបំមើលឈុតពេលបច្ចុប្បន្នវិញបុរសម្នាក់ដែលកំពុងតែបើកឡានក៏បានសួរមកកាន់គាត់វិញថាតើស៊ូគីហារ៉ានឹងចង់ដើរតាមគ្រីស៊ីម៉ាដល់ពេលណាទីស៊ូគីហារ៉ាឆ្លើយមកស្ទាក់ស្ទើរនោះទេគាត់បាននិយាយថាគាត់នឹងដើរតាមគ្រីស៊ីម៉ាអស់មួយជីវិតរបស់គាត់តែម្ដងពួកពេលនេះខ្ញុំសូមស្លេះទៅតាមនឹងសិនហើយយើងsẽ រឿងនឹងភាគក្រោយគឺល្អមើលថែមទៀតហើយដោយគេបានដឹងថា
President កូននោះនឹងត្រូវបានកូនចៅរបស់គាត់នឹងក្បត់ទៅបានជាត្រូវគ្រីស្មាចាប់បានអញ្ចឹងហើយយើងចាំមើលពាក្យក្រោយទៀតអរគុណអ្នកទាំងអស់គ្នាមែនតើសម្រាប់ការតាមដានទស្សនាជូនពរសំណាងល្អ